តង់បងថ្ងៃនេះយើងចូលមេរៀនថ្មីរបស់យើងគឺមេរៀនទី3រៀនអំពីយ៉ូតនេះបងយ៉ូតហ្នឹងហើយមេរៀនទី3យ៉ូតកនិមិត្តសញ្ញាយ៉ូតនិងតួនាទីអានេះភាសាអង់គ្លេសគឺយ៉ូតហ្នឹងឯង dios នឹងត្រូវអត់ទេបងប្អូនខ្ញុំសូវចេះអង់គ្លេសផងបងប្អូនកុំមកសើចទេឲ្យតែឃើញពាក្យនេះគឺយ៉ូតដែរបងប្អូន dios ហើយយ៉ូតតាំងដោយអក្សរ d អក្សរ d បងប្អូនអក្សរ d ចាំឲ្យច្បាស់មិនថារេស្តង់មិនថាកង់ដង់មិនថាយ៉ូតគឺមានអក្សរតាំងរបស់វាកុំភ្លេចឲ្យសោះអាហ្នឹងហើយគឺសំខាន់បំផុត resistance គឺតាំងដោយអក្សរ R កង់ដង់គឺតាំងដោយអក្សរ C យ៉ូតតាំងដោយអក្សរ D ឃើញទេបងប្អូននេះហ្នឹងហើយហើយយ៉ូតគឺមានសន្តានភាពរូបរាងគឺបែបនេះឯងនឹងសត្វយ៉ូតដែរអានេះយ៉ូតគឺមានបូកដកដោយកង់ដង់អេឡិចត្រូស៊ីមិកដែរចាំឲ្យច្បាស់បងប្អូននេះយ៉ូតរបៀបនេះអានេះគេហៅយ៉ូតធម្មតាទេនេះមុតសញ្ញារបស់វានេះអានេះមុតសញ្ញារបស់វាអានេះគឺយ៉ូតនេះគឺមានបូកដកខាងក្រោយរបស់វានេះគឺដកខាងមុខរបស់វានេះគឺបូកនេះសញ្ញារបស់វានេះគឺមកមុខបងប្អូននេះអសស្នូតសហ្នឹងគឺបូកហើយនេះអាសញ្ញាវាខាងនេះគឺបូកនេះបងប្អូនមើលច្បាស់នេះហ្នឹងអានេះគឺបូកហើយយកជើង4គឺវាសរសេរស្រាប់ហើយបូកនឹងដកហើយនឹងជើងទី3ទី4របស់វាហ្នឹងចូល2ចេញ2អាហ្នឹងគេហៅថា AC ចូល AC ហ្នឹងឯង AC ចូលចេញបូកដកហ្នឹងហើយនេះហើយគឺជារូបរាងយ៉ូតអានេះយ៉ូតជើង4ហ្នឹងគឺចូល2ចេញ2ចូល2ចេញ2ទាំងអស់ឃើញទេនេះគឺជាសញ្ញា AC ហើយនេះកដាលជើងកដាល2នេះសញ្ញា AC AC ហ្នឹងឯងខ្ញុំនិយាយបារាំងណាអ្នកទាំងអស់គ្នាពួកឯភាសាបច្ចេកទេសគេនិយាយបារាំងវាល្អជាងហើយ AC ចូលជើងកដាលទាំងពីរនេះបើវាចេញបូកហើយនឹងដកនេះដូចគ្នាឃើញនេះគេដាក់បូកដកតែទាស់ខុសតានេះមួយទេអាយ៉ូតជើង4ពណ៌ប្រផេះហ្នឹងបងប្អូនចំណាំឲ្យច្បាស់ពេលយើងផ្ងាវាឡើងលើមកអាជើងណាដាក់ជួរខុសពីគេហ្នឹងហើយបូកហើយវាមានសញ្ញាសរសេរបូកហើយនឹង AC តែប៉ុណ្្នឹងទេវាអត់សរសេរដូចអាពួកនេះបូកដក AC កដាលចឹងណាចំណាំឲ្យច្បាស់ណាបើអាយ៉ូតនេះអាយ៉ូតពណ៌ប្រផេះនេះណាអាហ្នឹងវាសរសេរបូកហើយនឹងសញ្ញា AC បណ្ដោយអញ្ចឹងមានន័យថាបូកនៅទៅនេះឧទាហរណ៍បូកនៅទៅនេះដកនៅនោះវាច្រាស់វិញច្រាស់កែងវានេះ AC វានៅទៅនេះ AC មួយទៀតនៅនេះវាច្រាស់គ្នាអញ្ចឹងណាបងប្អូនចាំឲ្យច្បាស់ហើយយ៉ូតនេះវាខុសគ្នាបន្តិចអានេះគឺយុទ្ធសាស្ត្រគុយសាអីហ្នឹងហើយអានេះក្នុងភ្លីយើងអត់ខ្វះឲ្យយ៉ូតអស់នេះហើយតួនាទីរបស់យ៉ូតនេះគឺបំលែងភ្លើងពី AC ទៅ DC ចាំច្បាស់យ៉ូតមានតួនាទីបំលែងភ្លើង AC ទៅ DC ចាំច្បាស់ចាំពីតួនាទីរបស់គ្រឿងបង្គុំរបស់វាមកគឺអូខេហើយអញ្ចឹងហើយមេរៀនខ្ញុំមិនសូវទៅមុខលឿនទេបងប្អូនចាំឲ្យច្បាស់ឲ្យបានទៀងទាត់មើលទៅវាតំណងសិនពួកអីលឿនអត់កើតទេលឿនខ្លះអត់ចេះបន្តទៅទៀតអានេះក៏យ៉ូតដែរនេះអានេះគេហៅយ៉ូតធម្មតាទាំងអស់លើហ្នឹងណាបងប្អូនហ្នឹងហៅយ៉ូតធម្មតាឯហ្នឹងតែអានេះវិញអានេះគឺយ៉ូត Zener នេះយ៉ូត Zener នេះបងប្អូននេះសញ្ញារបស់វានេះគឺខុសគេយ៉ូត Zener ហ្នឹងយ៉ូត Zener ជាមួយខ្ញុំសរសេរឲ្យសិនចាំតិចដាក់ឈ្មោះឲ្យវាសិនអានឹងយ៉ូត Zener ចុយសេខុសនេះយ៉ូត Zener នេះ Zener បងប្អូនអាហ្នឹងចុយខ្ញុំបាត់ស្គាល់ទៀតយ៉ូត Zener នេះយ៉ូត Zener ហ្នឹងមានតួនាទីវាមិនខុសពីពួកនេះទេប៉ុន្តែមិនមែនពី AC ទៅ DC ទេវារងចាំគេហៅថាកំណត់វ៉ុលយ៉ាងម៉េចដល់ពេលនេះពួកអាយ៉ូតនេះ
កំណត់ volt ពួកយោតនេះបំលែងពី AC ទៅ DC ហើយវាអ្នកកំណត់ volt ទៀតប៉ុន្តែបើយើងមិនមានសំខាន់ចង់ប្រើ volt អីទេយើងមិនបាច់ប្រើវាទេយោតហ្នឹងមានមិនគេហៅយោត Zener យោត Zener ហ្នឹងគឺជាយោតដែលស្ថិរភាពភ្លើងឧទាហរណ៍បងប្អូនចង់បានប្រមាណ210 volt អញ្ចឹងយើងរកលេខ Zener ហ្នឹង210 volt មក Zener ហ្នឹងគឺមានលេខកូដរបស់វា210 volt 5 volt 3 volt 2 volt 1 volt 24 volt 50 volt អីចឹងណាអាហ្នឹងជាអ្នកកំណត់ភ្លើងព្រោះដោយសារយើងចង់បានភ្លើងប្រហែលឧទាហរណ៍យើងចង់បានភ្លើង210 volt អញ្ចឹងយើងរក Zener មកយើងឲ្យអាយោតនេះច្រោះកើតជា210ការច្រោះមកវា24ឬក៏25 volt អញ្ចឹងទៅយើងចង់បាន12 volt គឺយើងអាចយកយោតនេះមកបំលែងបន្ថយភ្លើងបានគេហៅយោតស្ថិរភាពតុងស្យុងនោះគឺភ្លើងយោតស្ថិរភាពតុងស្យុងគឺយោត Zener យោតហ្នឹងគឺមានគ្រប់ volt យើងចង់បានគឺយើងទិញទៅប្រាប់គេទៅគឺគេយកមកឲ្យហើយហ្នឹងហើយនេះមួយទៀតអានេះហៅយោតពន្លឺអានេះអំពូលទេណាអំពូល LED ហ្នឹងក៏គេហៅយោតដែរនេះសញ្ញាដូចគ្នាសញ្ញាដូចយោតក៏ប៉ុន្តែវាមានសញ្ញាព្រួញមួយកាញ់អាសីមាខ្លះក៏កាញ់ទៅកាញ់ព្រួយឡើងលើសីមាខ្លះក៏ព្រួញត្រង់ឡើងលើអញ្ចឹងទៅអានេះក៏យោតដែរគេហៅយោតដែរគេហៅយោតពន្លឺចាំច្បាស់ព្រោះអានេះហៅយោតពន្លឺវិសាបច្ចេកទេសវិសាគេរៀនណាមិនបច្ចេកទេសទេដែលជាងភាគច្រើនគេហៅអំពូលនឹង LED ហ្នឹងឯងយោតមានតែប៉ុណ្្នឹងទេបងប្អូនមានតែប៉ុណ្្នឹងទេអត់មានអីច្រើនទេហើយចាំឲ្យច្បាស់យោត Zener គឺមានតួនាទីស្ថិរភាពតុងស្យុងភ្លើងឧទាហរណ៍បងប្អូនចង់បាន3 volt 2 volt 5 volt 7 volt 8 volt ជារឿងរបស់បងប្អូនទៅទិញមកប្រាប់ថា Zener ប៉ុណ្ណេះ volt ប៉ុណ្ណេះ volt យកដាក់ភ្លឹបប៉ុន្តែ Zener ហ្នឹងវាមានលេខកូដរបស់វាទៀតលេខកូដដូចម៉េចឧទាហរណ៍ចង់បាន12 volt អញ្ចឹងលេខកូដរបស់យោតហ្នឹងយោត Zener នេះណា47 12 volt 47 42អាហ្នឹងគឺ12 volt ដែរប្រហែល volt ទៀតឧទាហរណ៍47 44ហ្នឹង15 volt ហើយវាមានលេខរបស់វាហ្នឹងអត់យើងមិនចាំបាច់មើលលេខកូដហ្នឹងក៏បានដែរយើងទៅទិញគាត់តែយើងប្រាប់គេថាយកប៉ុណ្ណេះ volt មកគឺត្រូវហើយឧទាហរណ៍12 voltគេហុចអា12 volt មកឲ្យអញ្ចឹងណាបងប្អូនតែប៉ុណ្្នឹងឯងមេរៀនយោតមានតែប៉ុណ្្នឹងឯងបងប្អូនអត់មានអីពិបាកទេមើលសារឡើងសារចុះតិចទៅចាំហើយឥឡូវយើងម្ដងទៀតយោតនេះគឺយោតធម្មតានេះគឺជាសញ្ញាយោតមានតួនាទីច្រោះភ្លើង AC ទៅ DC នេះគឺជាយោត Zener នេះគឺជាសញ្ញាយោត Zener កាច់ទៅលើកាច់ទៅក្រោមហ្នឹងឯងមើលដូចក្នុងរូបភាពហ្នឹងទៅហ្នឹងគេហៅ Zener មានតួនាទីស្ថិរភាពតុងស្យុងភ្លើងចង់បានភ្លើងប្រមាណក៏បានដែរតែភ្លើងហ្នឹងគឺភ្លើង DC មិនមែនភ្លើង AC ទេណាកុំច្រឡំមួយទៀតអានេះមិនមែនច្រោះភ្លើងទេអានេះគឺយោតពន្លឺហ្នឹងគឺភ្លឺហើយតែប្រើវាភ្លឺហើយនេះក្រោមនេះច្រឡំទៅលើនេះអានេះយោតពន្លឺហ្នឹងឯងបងប្អូនតែប៉ុណ្្នឹងឯងយោតពន្លឺហ្នឹងគឺសម្រាប់ភ្លឺហ្នឹងឯងអញ្ចឹងមេរៀនយោតយើងមានតែប៉ុណ្្នឹងទេយើងនៅមានបន្តជាច្រើនទៀតបងប្អូនយើងរៀនមួយសិនទៅយើងកុំប្រញាប់តយណាព្រោះរៀនអនឡាញទេគង់តែចេះទេហ្នឹងហើយមានតែប៉ុណ្្នឹងទេបើមានចម្ងល់អីចាំឆាតសួរមក